បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាប្រទេសចិនថ្មីនេះគឺបានប្រកាសពីការជោគជ័យនៃជំហានដំបូងរបស់ពួកគេដោយការបដូរក្រលានជ្រូកទៅកាន់មនុស្សបាទនៅឯប្រទេសចិនថ្មីនេះនៅមន្ទីរពេទ្យស៊ីជីងលោកវិជ្ជបណ្ឌិតម្នាក់ឈ្មោះលីវ៉ាងគាត់បានប្រាប់ទៅកាន់សារព័ត៌មានមួយចំនួនថាប្រទេសចិនគឺទើបតែទទួលបានភាពជោគជ័យកម្រិតដំបូងដោយការបដូរក្រលានជ្រូកដាក់ទៅកាន់មនុស្សដែលត្រូវការឬក៏មានជំងឺពាក់ព័ន្ធផ្នែកក្រលៀនដែលទទួលបានជោគជ័យកម្រិតដំបូងដោយពួកគេបានទទួលការបដូរក្រលៀនជ្រូកនេះគឺអស់រយៈពេលជាង3សប្តាហ៍ទៅហើយប៉ុន្តែគឺរកមិនទាន់ឃើញថាមានសញ្ញាអវិជ្ជមានណាមួយកើតឡើងចំពោះពួកគេនោះឡើយដូច្នេះពួកគេសន្មតថានេះគឺជាភាពជោគជ័យកម្រិតដំបូងដ៏ធំមួយនៃការបដូរសរីរាង្គរបស់សត្វទៅកាន់មនុស្សលោកវិជ្ជបណ្ឌិតដដែលបានបន្តទៀតថាបុរសម្នាក់មានវ័យ69ឆ្នាំគាត់នេះគឺមានបញ្ហាផ្នែកក្រលៀនអស់រយៈពេលជាង8ឆ្នាំមកហើយប៉ុន្តែគាត់មិនអាចព្យាបាលបាននោះទេប៉ុន្តែឥឡូវនេះថ្មីនេះគឺគាត់បានស្ម័គ្រចិត្តព្រមទទួលយកការព្យាបាលដោយការបដូរពីក្រលៀនមនុស្សទៅកាន់ក្រលៀនជ្រូកវិញហើយមន្ទីរពេទ្យស៊ីចេញនេះពួកគេក៏បានធ្វើការតេស្តសាកល្បងអំពីការប្រើប្រាស់ក្រលៀនជ្រូកដើម្បីជំនួសឲ្យក្រលៀនរបស់អ្នកជំងឺនោះវិញហើយអស់រយៈពេលជាង3សប្តាហ៍នៃការបដូរនោះគឺពួកគេតាមដានសង្កេតមើលឃើញថាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយដែលគួរឲ្យព្រួយបារម្ភកើតឡើងចំពោះអ្នកជំងឺនោះឡើយពួកគេបានប្រកាសថានេះគឺជាភាពជោគជ័យដ៏ធំមួយនៃក្រុមស្រាវជ្រាវដែលបដូរសរីរាង្គសត្វទៅកាន់មនុស្សដោយជោគជ័យនៃកម្រិតដំបូងហើយពួកគេនឹងបន្តព្យាយាមស្វែងរកក៏ដូចជាតាមដាននិងសង្កេតមើលថាតើនឹងមានអ្វីកើតឡើងបន្ទាប់ពីការបដូរផ្លាស់តើរយៈពេលប៉ុណ្ណាទើបមានការប្រែប្រួលទៅលើអ្នកជំងឺម្នាក់នោះបាទការផ្លាស់ប្ដូរក្រលៀនជ្រូកទៅកាន់មនុស្សនេះក៏ធ្លាប់ធ្វើដែរនៅឯសហរដ្ឋអាមេរិកគឺចំនួន2នាក់ហើយប៉ុន្តែជោគជ័យបានតែរយៈពេលខ្លីបំផុតគឺពួកគេអាចរស់បានតែរយៈពេលខ្លីប៉ុណ្ណោះហើយក៏ស្លាប់ទៅដោយសារតែមិនបានសម្រេចអំពីការសាកល្បងនេះដូច្នេះនៅឯប្រទេសចិនថ្មីនេះគឺមានបុរសម្នាក់ដែលអាចចាត់ទុកថាជាជនទី3ដែលទទួលយកសេវាកម្មប្ដូរក្រលៀនជ្រូកទៅកាន់មនុស្សប៉ុន្តែនៅប្រទេសចិនគេប្រកាសពីភាពជោគជ័យអស់រយៈពេលជាង3សប្តាហ៍ហើយគឺមិនមានផលវិបាកឬក៏អ្វីដែលកើតឡើងគួរឲ្យព្រួយបារម្ភដល់អ្នកជំងឺនោះឡើយមិនត្រឹមតែប៉ុណ្ណោះប្រទេសចិនដដែលនេះក៏បានប្រកាសអំពីគម្រោងការក៏ដូចជាភាពអស្ចារ្យមួយទៀតដែលពួកគេបានរកឃើញគឺថ្លើមជ្រូកក៏អាចជំនួសឲ្យថ្លើមមនុស្សបានដែរហើយពួកគេកំពុងតែធ្វើការសាកល្បងក៏ដូចជាស្រាវជ្រាវរកអ្វីផ្សេងទៀតដែលអាចយកថ្លើមជ្រូកទៅជំនួសឲ្យថ្លើមមនុស្សបានចំពោះថ្លើមជ្រូកនេះផងដែរលោកវិជ្ជបណ្ឌិតដដែលនេះបានលើកឡើងដែរថាគឺគេបានធ្វើតេស្តសាកល្បងទៅលើមនុស្សម្នាក់ដែរហើយគឺគេនោះអាចរស់បានរយៈពេល10ឆ្នាំទៅហើយមិនទាន់មានសញ្ញាណាមួយបញ្ជាក់ពីភាពមិនប្រក្រតីក៏ដូចជាសញ្ញាអាសន្នណាមួយដែលកើតឡើងចំពោះអ្នកជំងឺដែលបានប្ដូរថ្លើមជ្រូកដាក់នោះទេដូច្នេះពួកគេបាននិយាយថាថ្លើមជ្រូកក៏ជាប្រភពមួយដ៏សំខាន់ហើយនឹងអាចជោគជ័យនៅក្នុងការប្ដូរទៅកាន់មនុស្សនៅថ្ងៃអនាគតបានផងដែរប៉ុន្តែទាំងពីរនេះគឺជាជំហានដំបូងនៃការធ្វើតេស្តសាកល្បងរបស់ប្រទេសចិនហើយអាចទទួលបានលទ្ធផលក្នុងរយៈពេលមួយដ៏មិនគួរឲ្យជឿក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិនដដែលនេះបានបញ្ជាក់ផងដែរថាបើទោះបីជាសរីរាង្គរបស់សត្វជ្រូកដូចជាក្រលៀននិងថ្លើមជាដើមនេះវាមិនអាចធ្វើការបានល្អ 100% ដូចជាសរីរាង្គរបស់មនុស្សក៏ពិតមែនប៉ុន្តែមានភាគច្រើនណាស់ដែលវាធ្វើការស្រដៀងគ្នាទៅនឹងសរីរាង្គថ្លើមក៏ដូចជាក្រលៀនរបស់មនុស្សដូច្នេះពួកយើងសង្ឃឹមថាវានឹងអាចជំនួសឲ្យក្រលៀននិងថ្លើមរបស់មនុស្សបាននៅថ្ងៃអនាគតដោយមិនចាំបាច់ធ្វើការស្វែងរកក្រលៀននិងថ្លើមរបស់មនុស្សពិតដើម្បីទៅប្ដូរឲ្យមនុស្សដែលមានជំងឺនោះឡើយនេះគឺជាការលើកឡើងរបស់ក្រុមវិជ្ជបណ្ឌិតដែលកំពុងតែធ្វើការស្រាវជ្រាវទៅលើបញ្ហាមួយនេះប៉ុន្តែលោកវិជ្ជបណ្ឌិតបានបញ្ជាក់ថាថ្លើមជ្រូកគឺមានការពិបាកនិងស្មុគស្មាញជាងក្រលៀនជ្រូកដើម្បីប្ដូរទៅមនុស្សដោយសារតែថ្លើមជ្រូកវាមានបញ្ហាស្មុគស្មាញនិងពាក់ព័ន្ធនឹងប្រព័ន្ធសរសៃឈាមច្រើនជាងក្រលៀនជ្រូកហើយវាអាចប្រឈមនឹងការមានគ្រោះថ្នាក់ច្រើនជាងក្រលៀនជ្រូកទៀតផងដូច្នេះគាត់ចាត់ទុកថាការប្ដូរថ្លើមជ្រូកទៅកាន់មនុស្សគឺមានភាពលំបាកជាងការប្ដូរក្រលៀនជ្រូកទៅកាន់មនុស្សច្រើនដងប៉ុន្តែទោះជាយ៉ាងណាមន្ទីរពេទ្យនេះគឺបានបញ្ជាក់ដដែលថានេះក៏
ជាការជោគជ័យមួយដ៏ធំសម្រាប់ក្រុមស្រាវជ្រាវរបស់ប្រទេសចិនដែលបានរកឃើញក៏ដូចជាធ្វើតេស្តសាកល្បងរួចរាល់និងទទួលបានលទ្ធផលដែលមិនគួរឲ្យជឿហើយពួកគាត់សង្ឃឹមថាថ្ងៃអនាគតពួកយើងនឹងអាចប្រើប្រាស់នៅការសាកល្បងនេះដោយជោគជ័យជាផ្លូវការដើម្បីអាចសង្គ្រោះក៏ដូចជាផ្ដល់នូវជីវិតថ្មីទៅដល់បុគ្គលដែលមិនអាចជួយសង្គ្រោះបាននិងបុគ្គលដែលត្រូវការប្ដូរក្រលៀនឬក៏ការប្ដូរថ្លើមជាដើមដែលអាចប្រើប្រាស់ថ្លើមរបស់សត្វជ្រូកក៏ដូចជាក្រលៀនរបស់សត្វជ្រូកទៅជំនួសឲ្យពួកគេហើយឲ្យពួកគេអាចបន្តរស់រានមានជីវិតបានដោយមិនចាំបាច់ប្ដូរថ្លើមឬក៏ក្រលៀនមនុស្សនោះទេបាទបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានមួយនៅឯប្រទេសចិនថ្មីនេះលោកវិជ្ជបណ្ឌិតរបស់ប្រទេសចិនម្នាក់បានបង្ហើបពីភាពជោគជ័យកម្រិតដំបូងនៃការប្ដូរក្រលៀនជ្រូកនិងថ្លើមជ្រូកទៅកាន់មនុស្សហើយអាចមានផលវិជ្ជមានក្នុងរយៈពេលដែលមិនគួរឲ្យជឿផងដែរបាទបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយ